ត្រីសួស្តីមិត្តអ្នកសិក្សាភាសាចិនជាទីស្រឡាញ់រាប់អាននៅរាត្រីកាលដ៏សែនមនោរម្យនេះខ្ញុំបាទសេរីយូកោមានកិត្តិយសលើកយកកិរិយាសព្ទ18មកបង្ហាញការរៀបរៀងឡើងមានវត្ថុបំណងសំខាន់7យ៉ាងទី1ដោយយល់ឃើញថាបច្ចុប្បន្ននេះភាសាចិនមានសារៈសំខាន់ខ្លាំងណាស់នៅកម្ពុជានៅលើពិភពលោកនេះក្នុងចំណោមមនុស្ស5នាក់មានម្នាក់ចេះនិយាយភាសាចិនទី2ចំណេះដឹងចេះហើយមិនយកមកប្រើជាពឹសពុលទី3ការឲ្យទានធម៌ជាទានដ៏ប្រសើរជាងទានទាំងពួងទី4ដើម្បីទុកជាអនុស្សាវរីយ៍សម្រាប់មនុស្សក្នុងលោកទី5ពិភពលោកនេះគ្រាន់តែជាជំរកបណ្ដោះអាសន្នប៉ុណ្ណោះទី6យើងអាចជួយគ្នានៅអ្វីដែលយើងអាចជួយបានទី7ការចែករំលែកជាទម្លាប់ល្អរបស់ជនជាតិខ្មែរដូច្នេះសូមរីករាយសិក្សាពាក្យទី4សួរមានន័យថានិយាយថា在说话他在说话គាត់កំពុងនិយាយស្ដីវាកំពុងនិយាយស្ដី请慢点儿说请慢点儿说សូមនិយាយយឺតបន្តិច你在说什么你在说什么តើអ្នកកំពុងនិយាយអ្វី他说得很好他说得很好គាត់និយាយបានល្អណាស់别说话别说话កុំនិយាយ Come on 我想话我想说汉语我想说汉语ខ្ញុំចង់និយាយចិន省字ពាក្យថ្មីអក្សរថ្មី说និយាយ慢យឺត说话និយាយស្ដី很好ល្អណាស់汉语ភាសាចិន再说កំពុងនិយាយអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់អស់លោកជាពិសេសសូមអរគុណចំពោះឧបាសិកាខីកាសេនិងឧបាសកជួបយាននៅខេត្តបាត់ដំបងលោកតែងជួយឧបត្ថម្ភដល់កម្មវិធីសិក្សាភាសាចិនសូមជូនពរឧបាសកនិងឧបាសិកាបានសេចក្តីសុខចម្រើននិងសម្រេចអ្វីដោយចិត្តប៉ងប្រាថ្នាចេះភាសាបរទេសធ្វើឲ្យជីវិតមានជម្រើសច្រើនរាត្រីសួស្តីសូម